ថ្ងៃនេះដែរខ្ញុំមករៀបរាប់ហើយនឹងបង្ហាញអំពីមង្គលទាំង108ប្រការមាននៅព្រះបាទនៃព្រះពុទ្ធអង្គព្រះសម្មាសម្ពុទ្ធនៃយើងទាំងអស់គ្នាហើយតើមង្គល108ប្រការហ្នឹងមានន័យខ្លះខ្ញុំនឹងរៀបរាប់ដូចតទៅផ្នែកទី1ហ្នឹងគឺវត្ថុសក្ការៈបាទនិងគ្រឿងរាជកុតភ័ណ្ឌដែលចាប់ផ្ដើមពីមង្គលទី1ដល់ទី17ទី1មានរូបលំពែងទី2រូបកំពូលប្រាសាទទី3រូបផ្កាច័ន្ទទី4រូបសត្វក្ងោកទី5រូបផ្កាឈើគ្រងលើសេរសាបាទជាកម្រងផ្កាទី6រូបថាសដាក់គ្រឿងសម្រាប់សក្ការៈផ្សេងទី7គឺរូបបល្ល័ង្កមាសទី8គឺរូបកន្ត្រៃមាសទី9គឺរូបប្រាសាទមាសទី10ហ្នឹងគឺរូបសសរជ័យឬក៏សសរបង្គោលទី11គឺរូបឆ័ត្រពណ៌សទី12គឺរូបព្រះខ័នមាសទី13ហ្នឹងគឺរូបផ្លិតសក្ការឹតជាស្លឹកត្នោតហ្នឹងបាទទី14ហ្នឹងគឺរូបផ្លិតកន្ទុយមយូរាទី15ហ្នឹងគឺរូបក្បាំងមុខឬក៏មង្គតទី16គឺរូបជាបាតរបស់ព្រះសង្ឃទី17គឺរូបកែវមณีគឺត្បូងពេជ្រហ្នឹងបាទបន្ទាប់មកគឺផ្នែកទី2គឺចាប់ផ្ដើមពីមង្គលទី18ដល់ទី36ហើយដែលជាតំណាងឲ្យបុប្ផាបាទផ្កាហ្នឹងហើយនឹងមហាសមុទ្រទាំងឡាយបាទអញ្ចឹងដល់លេខរៀងទី19គឺរូបប្រលិតខៀវទី20រូបប្រលិតក្រហមទី21រូបប្រលិតសទី22រូបផ្កាឈូកក្រហមទី23រូបផ្កាជក់រត់ឬក៏ជក់សហ្នឹងទី24រូបក្អមដាក់ទឹកពេញបាទទី25រូបច័ន្ទដាក់ទឹកពេញរូប26គឺរូបមហាសមុទ្រទី27គឺរូបភ្នំចក្រវាឡទី28គឺរូបភ្នំហេមពាន្តទី29គឺរូបភ្នំសុមេរុបាទជាភ្នំក្នុងសាសនាព្រាហ្មណ៍ហ្នឹងជាភ្នំកណ្ដាលនៃចក្រវាឡបាទទី30គឺរូបព្រះអាទិត្យទី31រូបព្រះច័ន្ទទី32រូបផ្កាយរក្សាស័កហ្នឹងបាទទី33រូបចម្ពោះទ្វីបទី34ហ្នឹងគឺរូបបុព្វវេទេហទ្វីបបាទទី45ហ្នឹងគឺរូបអបរកោយានទ្វីបបាទទី36គឺរូបឧត្តរករុទ្វីបបាទផ្នែកទី3គឺតំណាងឲ្យស្ដេចចក្រពត្តិហើយនិងភ្នំសតបរិភ័ណ្ឌដែលចាប់ផ្ដើមពីមង្គលទី37ដល់54 32គឺរូបព្រះចៅចក្រពត្តិហើយនិងបរិវារទី38គឺរូបសង្ឃរតសិលានៅខាងស្ដាំបាទទី39គឺរូបត្រីមាសមួយគូទី40ហ្នឹងគឺរូបកងចក្រពី41ដល់47គឺតំណាងឲ្យរូបមហាសមុទ្រទាំង7ដែលព័ទ្ធជុំវិញមហាចក្រវាឡហើយនិងភ្នំសុមេរុហ្នឹងហើយមហាសមុទ្រទាំងអស់ហ្នឹងក៏មាន7ជួរដែលមានឈ្មោះថាស៊ីតន្តរមហាសមុទ្របាទហើយលេខរៀងពី48ទៅដល់54គឺមានរូបភ្នំសតបរិកភ័ណ្ឌទាំង7ជួរដូចគ្នាបាទមានជាច្រើនដូចជាភ្នំយុគន្ធរភ្នំអេសីនន្ធរអីចឹងទៅបាទមានច្រើនមែនតើនៅភ្នំព័ទ្ធជុំវិញមហាសមុទ្រទាំងអស់ហ្នឹងហើយផ្នែកទី4ដែលមានលេខរៀងមង្គលទី55ដល់72ហ្នឹងគឺមានស្រះទឹកទាំង7ហើយនឹងស្ដេចសិទ្ធទាំងឡាយបាទទាំងឡាយហ្នឹងបាទដែលជាស្ដេចមហាស្ដេចសត្វមហាមានអំណាចបាទទី55ដល់ទី61មានរូបស្រះទាំងធំទាំង7ក៏នៅក្នុងព្រៃហេមពាន្តពី62ដល់72ហ្នឹងគឺមានស្ដេចសត្វដែលមានឫទ្ធិអំណាចខ្លាំងជាច្រើនបាទដូចជារូបស្ដេចគ្រុឌរូបស្ដេចក្រពើបាទរូបរទេះជ័យរូបទង់ជ័យរូបទង់សម្ពុតរូបរទេះមាសរូបភ្នំកៃឡាសរូបស្ដេចរាជសីហ៍រូបស្ដេចខ្លាធំរូបស្ដេចសេះវលលោករូបស្ដេចដំរីឧបោសថបាទហើយផ្នែកទី5មានទេវតានិងសត្វហង្សតំណាងឲ្យមង្គលទី73ដល់ទី86បាទ73មានរូបស្ដេចនិវាសុគិរូបស្ដេចហង្សបាទរូបស្ដេចគោសុគរាជ76នឹងរូបស្ដេចដំរីអៃរវ៉ាន់បាទ77បាទរូបមង្គរមាសសត្វមង្គរទី78រូបសំពៅមាសមុខ4 79ហ្នឹងគឺរូបគោសក្ខរីបាទទី80ហ្នឹងគឺរូបកិនរៈបាទទី81រូបកិនរី
ទី82រូបសត្វករិវឹកបាទទី83ហ្នឹងរូបស្ដេចក្ងោកទី84ហ្នឹងគឺរូបស្ដេចក្រៀលទី85ហ្នឹងគឺរូបស្ដេចចក្រវាលសត្វទាព្រៃបាទទី86ហ្នឹងគឺរូបស្ដេចជីវៈញិរៈបាទផ្នែកទី6គឺរូបទេវលោកនិងព្រហ្មលោកមានមង្គលទី87ទៅដល់108បាទមង្គលទាំងអស់ហ្នឹងបាទពី87ដែលឋានសួគ៌ជាន់ទី1ហ្នឹងគឺធាតុមហារាជការបាទទី88ហ្នឹងគឺស្ថានសួគ៌ជាន់ទី2ត្រៃត្រឹង89ហ្នឹងស្ថានសួគ៌ជាន់ទី3យ៉ាម៉ាបាទទី90ហ្នឹងស្ថានសួគ៌ជាន់ទី4ឋានតុសិតទី91ហ្នឹងគឺស្ថានសួគ៌ជាន់ទី5និមានរតីទី92ហ្នឹងគឺស្ថានសួគ៌ជាន់ទី6គឺបរិនិមិត្តសាវតីបាទកម្រិតបឋមដ្ឋានភូមិ3ឈានទី1ទី93ហ្នឹងព្រំបរិវារបាទហើយទី94ហ្នឹងគឺព្រំពហិរតាភូមិបាទដែលជាព្រំជាប្រហិតទីប្រឹក្សាបាទទី95មហាគឺជាស្ដេចព្រំធំឬក៏និយាយថាមហាបរមាភូមិហើយកម្រិតទុតិយដ្ឋានភូមិ3ហ្នឹងឈានទី2 96ហ្នឹងគឺបរិតាភូមិហើយគឺជាព្រំមានពន្លឺតិច97ហ្នឹងគឺអបបរមានគភូមិព្រំមានពន្លឺរោគប្រមាណមិនបានបាទទី98ហ្នឹងអកសរភូមិបាទហើយកម្រិតតតិយភូមិទី3ឈានទី3ហ្នឹងគឺពីលេខ9មកហ្នឹងគឺបរិសុខភូមិទី100គឺអបមនសុតភូមិគឺជាព្រំមានរស្មីល្អដែលប្រមាណមិនបានទី101ហ្នឹងគឺសុគតិនភូមិគឺជាព្រំមានរស្មីល្អស្អាតច្រឡំដោយសាច់ពន្លឺដតីហ្នឹងហើយគឺពន្លឺចាំងចែងបាទកម្រិតចតុដ្ឋានភូមិទី7ហ្នឹងដែលមានឈានទី4ហ្នឹងគឺចាប់ពីលេខ102គឺវេលហលហាភូមិបាទជាព្រំដែលមានផលដ៏ធំធេងបាទ103ហ្នឹងគឺអសញ្ញីសត្តភូមិព្រំមានតែរូបរាងកាយគ្មានចិត្តវិញ្ញាណព្រំរូបបដិមាបាទហើយស្ថានសទ្ធាប្រភូមិទី4ហ្នឹងគឺព្រំលោកថ្នាក់ខ្ពស់ជាទីគង់នៃព្រះអរហន្តហើយនិងព្រះអនាគិមីបាទគឺរាប់ពីលេខ104ទៅគឺអវិហារភូមិគឺជាព្រំដែលមិនសាបសូន្យបាទទី105គឺអតបរភូមិហ្នឹងគឺជាព្រំដែលមិនក្តៅក្រហាយចិត្តទី106ហ្នឹងគឺសុទស្សនាភូមិជាព្រំដែលមើលឃើញច្បាស់ល្អទី107គឺសុតសិភូមិជាព្រំដែលគួរឲ្យទស្សនាទី108ចុងក្រោយគឺជាអកនិដ្ឋភូមិព្រំដែលលោកជាន់ខ្ពស់បំផុតគ្មានជាន់ណាឧត្តមឧត្តមជាងនេះឡើយបាទនេះគឺជាប្រការមង្គលទាំង108របស់ព្រះសម្មាសម្ពុទ្ធយើងហើយសូមអ្នកបានទទួលស្ដាប់ហើយនឹងទស្សនាហ្នឹងគឺទទួលបាននៅមង្គលហើយនឹងបុណ្យទាំងឡាយដែលទទួលពរពីព្រះសម្មាសម្ពុទ្ធបាទសូមអរគុណ Thank for watching. We see you in the next videos. Peace.